សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូលើកយកលំហាត់មួយទៀតដែលមាននៅក្នុងមេរៀនសន្ទុះចំណាំបាយនៅពេលលើមកធ្វើការបកស្រាយសម្រាប់បងប្អូនទាំងអស់គ្នាអូខេអញ្ចឹងយើងមកអានប្រធានលំហាត់ហើយស្របសម្រាប់ដែលមាននៅក្នុងប្រធានរបស់យើងទាំងអស់គ្នាគេថាកម្មពន្លឺមួយដើរពីខ្យល់ទៅប៉ះនៅផ្នែកមួយនៃកែវនៅត្រង់មុំ30ដឺក្រេកណនាមុំចំណាំបាយនៃពន្លឺដែលសន្ទុះរបស់កែវគឺ 1.52 អញ្ចឹងមុំដែលគេឲ្យត្រង់កន្លែងនេះគឺជាមុំចំណាំប៉ះដែលយើងតាំងដោយអក្សរ E ស្មើជាមួយនឹង30ដឺក្រេចា៎ដែលសន្ទុះរបស់កែវគឺ 1.52 សន្ទុះរបស់កែវគឺជាមជ្ឈដ្ឋានទី2ដោយសារតែពន្លឺគឺដើរពីខ្យល់ទៅកែវអញ្ចឹងកន្លែងនេះយើងតាំងបាន N2 ស្មើឲ្យ 1.52 ចា៎ចំពោះសន្ទុះចំណាំងបាយរបស់ខ្យល់ទោះគេអត់ឲ្យមកក៏យើងត្រូវចាំដែរដែលយើង N1 របស់យើងគឺស្មើជាមួយនឹង1ដែលជាសន្ទុះរបស់ខ្យល់ចា៎អញ្ចឹងដើម្បីគណនាមុំចំណាំងបាយនៃពន្លឺគឺយើងប្រើតាមរូបមន្តN1 sin E ស្មើជាមួយនឹង N2 sin A ចា៎អញ្ចឹងមុំចំណាំងបាយគឺយើងតាំងដោយ A អញ្ចឹងយើងទាញរក sin A សិនមកនាំឲ្យ sin A គឺស្មើជាមួយនឹង N1 sin E ចែកឲ្យ N2 ដែលសារបំរាប់យើងស្រង់នៅខាងលើហើយអញ្ចឹងយើងចុះលេខចូលតែម្ដងគេបាន sin A ស្មើជាមួយនឹង N1 របស់យើងគឺ1យើងចុះចូលមកគុណជាមួយនឹង sin E របស់យើងគឺ30ដឺក្រេចែកជាមួយនឹង N2 1.52 ចា៎ដែលស្មើជាមួយនឹង1អញ្ចឹង sin 30របស់យើងគឺ 0.5 អញ្ចឹង1គុណឲ្យ 0.5 ចែកឲ្យ 1.52 ដែលស្មើជាមួយនឹង 0.33 ចា៎អញ្ចឹងមកដល់កន្លែងនេះយើងទាញរកមុំ A របស់យើងអញ្ចឹងនាំឲ្យមុំ A គឺស្មើឲ្យ sin ដក1នៃ 0.33 ដែលស្មើជាមួយនឹង19ដឺក្រេអញ្ចឹងយើងបានមុំ A របស់យើងគឺស្មើជាមួយនឹង19ដឺក្រេជាចម្លើយអញ្ចឹងវីដេអូរបស់អ្នកគ្រូក៏បានមកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណ